ជំរាបសួរបងប្អូនជនរួមជាតិទីស្រឡាញ់ហើយនេះថ្ងៃទី26 ខែ9 ឆ្នាំ2025មុនលោកសូត្រមុនពេលព្រឹកក៏បងប្អូនអត់សូវមានពេលទេដោយសារតែរវល់បងប្អូនអើយហើយមានពេលខ្ញុំថតហ្នឹងដោយសារតែខ្ញុំតណែនទីយល់ធ្លាប់តែចូលរួមកម្មវិធីបន់គេអញ្ចឹងពេលមកខ្លួនឯងខ្ញុំឃើញសភាពម៉ែខ្ញុំហើយខ្ញុំសំណោះណាបងប្អូនអើយឃើញគាត់ឈឺច្រើនអារម្មណ៍យើងរំជើបរំជួលឃើញហើយវាសំណោះខ្លួនសំណោះម៉ែខ្លាំងណាបងប្អូនអារម្មណ៍មិនល្អទេពេលឃើញអញ្ចឹងបងប្អូនអើយពេលឃើញគាត់ឈឺពេលឃើញគាត់ក្អួតភាសាអីអត់បានម្ដងបងប្អូនអើយសំណោះគាត់ណាប៉ុន្តែយើងជួយអីអត់បានណោះពេលអញ្ចឹងទៅយើងនេះវាចុកចាប់ណាបងប្អូនខ្ញុំមកពេលនៅចិត្តម៉ែខ្ញុំព្យាយាមថតវីដេអូពេលខ្លះខ្ញុំថតទុកមើលទុកអនុស្សាវរីយ៍ខ្ញុំព្យាយាមថតឲ្យបានច្រើនថ្ងៃហ្នឹងដោយសារតែខ្ញុំរវល់ដាំបាយរួចធ្វើនេះធ្វើនោះក៏ពេកកប៉ុកទៅអត់សូវបានដើរថតទេហើយបងប្អូនអ្នកភូមិបងខ្ញុំគាត់អញ្ជើញមកច្រើនគូសពដែរហើយអ្នកខ្លះគាត់មកជួយតាំងពីយប់តាំងពីព្រិលភ្ញៀវខ្លះគាត់អញ្ជើញមកទៅគាត់មកជួយបេះបន្លែចិត្តអីទៅគាត់ចូលថាអ្នកភូមិផងបងជាមួយគ្នាហើយមានបងប្អូនខ្លះគាត់មកពីខាងបងប្អូនខាងខ្ញុំខាងបងថ្លៃបងអីគាត់ជិះម៉ូតូមកតាំងពីក្បាលនឹងងាយបងប្អូនអើយនៅខាងជីដែននៅខាងឧត្តមមានជ័យខាងហ្នឹងគេមានគេដាក់គេតាំងកំភ្លើងគៀនផ្ទះគាត់នឹងឯងទុកបាញ់ជាមួយសៀមហើយគាត់ជិះមកនឹងចោលកូនចោលអីអត់បាននេះទេទៅពេលអញ្ចឹងគាត់ហ៊ាននៅយូរទេគាត់សារ៉ាមតែមកយប់ហើយធ្វើបន់ហើយក៏គាត់បញ្ញាប់នឹងទៅវិញថ្ងៃនឹងឯងត្រូវហើយថ្ងៃ26គាត់ទៅដល់ពេលស្អែកឡើងថ្ងៃ27គេបាញ់គ្នានមមនឹងឯងបងប្អូនហើយថ្ងៃខ្ញុំបញ្ចូលសលេងនេះថ្ងៃទី28ហើយបងប្អូនតម្រាំតែគាត់ជិះដល់ផ្ទះគឺយប់ជ្រៅបងប្អូនហើយនៅខាងគាត់នោះគេរត់តែបាញ់គ្នាផងហើយគាត់ផ្ញើកូនចៅនឹងគេទោះគេបាញ់គ្នាមែនក៏គេមិនបានទៅមើលកូនចៅយើងដែរហើយផ្ទះគាត់មានចាំកូនចាំអីទៀតរៀបចំមើលធ្វើមុនលោកសូត្រមុននឹងក៏អត់មានកម្រងដែរបងប្អូនអើយដោយសារតែបងប្អូនខាងពេញប្អូនថ្លៃគាត់មកលេងហើយគាត់បញ្ញាប់ទៅធ្វើការវិញអញ្ចឹងហើយក៏បញ្ញាប់ថាស្អែកធ្វើបន់មុនលោកសូត្រមុនមកព្រឹកជូនម៉ែអញ្ចឹងណាដល់ពេលអញ្ចឹងទៅបញ្ញាប់ហើយខ្ញុំក៏អត់ដឹងដែរដល់ពេលឡើងនឹងងាកណាណៃហើយបានម៉ាក់បងគាត់ប្រាប់ហើយទៅក៏រៀបចំអីវ៉ាន់ខ្លះទៅហើយញាតិមិត្តនោះទៅអញ្ជើញគេនឹងក៏បញ្ញាប់ដែរហើយសិតតែអ្នកភូមិទេអត់មានអញ្ជើញអ្នកនៅឆ្ងាយអីទេសិតអ្នកភូមិគៀនខាងនឹងឯងបើម៉ែខ្ញុំវិញគាត់ងើបអត់រួចទេបងប្អូនអើយគាត់សារ៉ានសំបីតែកំរើខ្លួនក៏កំរើមិនបានដែរគាត់ឈឺខ្លាំងណាបងប្អូនគាត់ឈឺខ្លាំងប៉ុណ្ណឹងហើយគាត់មិនដែលតែត្អូញត្អែចេះចោយទេឃើញគាត់ពេលយើងដឹងថាគាត់ឈឺយើងអាណិតគាត់យើងស្នេហ៍គាត់ហើយនេះខ្ញុំថតបងប្អូននៅខាងកំពង់ចាមបងប្អូនមានដឹងអត់ជាង30ឆ្នាំជួបគ្នាម្ដងមិនធម្មតាតាំងពីខ្ញុំនៅតូចគាត់ជួបគ្នាឥឡូវគាត់ឡើងចាស់រៀងខ្លួនឡើងខ្ញុំចាស់ទៀតហើយបានគាត់ជួបគ្នានេះងាយបានជួបគ្នាទេនឹងហើយលទ្ធផលទៅចាប់ដីនៅឧត្តមមានជ័យមួយនៅកំពង់ចាមឧត្តមមានជ័យហើយនៅបាត់ដំបងឆ្ងាយគ្នា